ถ้าខ្មែរយើងនិយាយថាធ្វើកូនបានទោសនៅពេលដែលកូនយើងចែករបស់លេងឲ្យកុមារម្នាក់នោះឬចែកនំទៅឲ្យកុមារម្នាក់នោះតែកុមារម្នាក់នោះមិនអាចចែករបស់លេងឲ្យកូនយើងទេឬមិនអាចចែកចំណីអាហារឲ្យកូនយើងទេគេហៅថាបើរបស់ខ្លួនឯងគឺខ្ជប់ហ្មងអត់ឲ្យហ្មងតែបើរបស់គេចេះចែកឲ្យអញ្ចឹងយើងប្រៀនកូនយើងឲ្យកូននំនឹងកុមារម្នាក់នោះមានន័យថាថ្ងៃក្រោយបើក្មេងម្នាក់ហ្នឹងសុំកូនលេងកូនមិនឲ្យទេសុំនំកូនមិនឲ្យហើយពេលខ្លះយើងធ្វើល្អទៅហើយកូននឹងប្រកាសប្រខូចយើងទៅឪពុកម្ដាយគាត់ឬក៏និយាយមិនល្អកូននៅតែយើងកុំឲ្យកូនសងសឹកឬក៏បង្រៀនកូនឲ្យញៀនគំនុំវិញអីទៅបើយើងធ្វើគុណបានទោសមកមែនយើងគិតថាអូបើសិនជាក្មេងនឹងនាំគ្រោះថ្នាក់នាំទុកនាំទោសដល់យើងគ្រាន់តែបង្រៀនកូនយើងថានៅពេលដែលគាត់នៅពេលដែលកូនយើងទៅលេងជាមួយនឹងកុមារម្នាក់ហ្នឹងនៅពេលកូនយើងទៅចែករំលែកជាមួយនឹងកុមារម្នាក់ហ្នឹងតើអ្វីដែលកូនទទួលបានមកវិញកូនទទួលបានតម្លៃខ្លួនឯងទេកូនទទួលបានការគ្រប់មកលើរូបកាយខ្លួនឯងទេកូនទទួលបានក្តីសុខនិងភាពរីករាយនៅក្នុងចិត្តរបស់កូនទេបើអត់ទេកូនអាចសុំទៅខ្មែរម្នាក់នឹងអីប៉ុន្តែមិនបង្រៀនកូនឲ្យស្អប់ឬក៏និយាយអាក្រក់ឬក៏យើងនិយាយថាក្មេងនឹងអាក្រក់យើងអត់ទេយើងគ្រាន់តែឲ្យកូនយើងចេះផ្ដល់តម្លៃឲ្យរូបកាយខ្លួនឯងចេះគោរពខ្លួនឯងថានៅពេលដែលយើងនៅទីណាមួយហើយអត់ទទួលបានតម្លៃហើយឬក៏ទទួលបានតែទុកតើយើងគួរតែទៅឈរនៅកន្លែងហ្នឹងទៀតអត់តើយើងគួរតែទៅកន្លែងហ្នឹងទៀតអត់ពីព្រោះកូនយើងនឹងរៀនបានថានៅពេលដែលគាត់ចេញទៅធ្វើការងារឬក៏គាត់ទៅនៅក្នុងសង្គមណាមួយដែលជាមិត្តភក្តិរបស់គាត់អញ្ចឹងនៅពេលដែលគាត់នៅកន្លែងណាដែលមានតម្លៃគាត់នៅតែកន្លែងណាមួយដែលមិនមានតម្លៃគាត់ស្វែងរកគាត់គ្រប់ខ្លួនឯងគាត់ឲ្យតម្លៃខ្លួនឯងគាត់អាចចាក់ចេញពីកន្លែងដែលមិនបានផ្ដល់តម្លៃឲ្យគាត់ប៉ុន្តែចេញដោយសន្តិវិធីគាត់អត់ស្អប់អត់គុំគួនអត់ចោទគេថាអាក្រក់ប៉ុន្តែគាត់រកវិធីមួយដែលចេញដោយសន្តិវិធីចេញដោយរីករាយគាត់នឹងចាក់ចេញទៅយើងបង្រៀនកូនយើងបែបហ្នឹងបើយើងនិយាយពីកូនស្រីវិញសំខាន់ណាស់នៅពេលដែលគាត់មានគ្រួសារនៅពេលដែលគាត់សម្រេចចិត្តគាត់គិតថាល្អហើយនៅពេលដែលគាត់រស់នៅក្នុងក្រុមគ្រួសារហ្នឹងគាត់អត់ទទួលបានគុណតម្លៃដែលគេប្រមាថអ្នកខ្លះដល់គាត់ទទួលបានការបំពេញនៅក្នុងគ្រួសារហ្នឹងទៀតអញ្ចឹងធ្វើឲ្យកូនស្រីយើងគាត់មានចិត្តក្លាហានក្នុងការចាក់ចេញពីទីកន្លែងដែលមិនឲ្យតម្លៃគាត់មិនគ្រប់គាត់មានន័យថាគាត់បានទទួលការអប់រំតាំងពីតូចអាយុ1ឆ្នាំ2ឆ្នាំដូចខ្ញុំបានរៀបរាប់ហ្នឹងអញ្ចឹងគាត់គោរពនឹងឲ្យតម្លៃខ្លួនឯងគាត់ហ៊ានសម្រេចចិត្តចាក់ចេញពីគ្រួសារមួយហ្នឹងគាត់ហ៊ានសម្រេចចិត្តដើរដោយរឹងមាំដោយការផ្ដល់តម្លៃឲ្យខ្លួនឯងប៉ុន្តែគាត់អត់ចោទថាអ្នកដែលនៅជាមួយគាត់មានគាត់ចោទថាប្តីគាត់មិនល្អប្តីគាត់អាក្រក់ឬក្នុងក្រុមគ្រួសារហ្នឹងមិនល្អហើយប៉ុន្តែគាត់គ្រាន់តែដើរចេញអំពីក្រុមគ្រួសារហ្នឹងដោយស្វែងរស់នៅក្នុងជីវិតមួយដែលមានតម្លៃសម្រាប់ខ្លួនឯងចេញដោយសន្តិវិធីចេញដោយគ្មានទំនាស់ចេញដោយគ្មានកំហឹងចេញដោយគ្មានគំនុំឈឺចាប់តែឈឺមិនយូរហ្នឹងបើជាកូនស្រីអាហ្នឹងគាត់រៀនបានតាំងពីតូចតែយើងបរៀនគាត់ត្រឹមតែបង្រៀនកូនតាក់ទងនឹងការលេងរបស់លេងណាបង្រៀនកូនពីអាយុ1ឆ្នាំ2ឆ្នាំ3ឆ្នាំតាក់ទងនឹងការលេងជាមួយមិត្តភក្តិប៉ុន្តែវាបានដិតដាមនៅក្នុងជីវិតគាត់រហូតដល់គាត់ចេញធ្វើការមានគ្រួសាររស់នៅក្នុងសង្គមដល់ពេលគាត់ចាក់ចេញពីយើងទៅគាត់រៀនបានតាំងពីកុមារភាពមក